យកពេលមួយខែឥឡូវយើងស្វែងរកអ្នកដែលបានចេញពីប្រចាំតំបន់ខេត្តសៀមរាបឲ្យសូមអរគុណចានេះខ្ញុំក៏នៅតែសូមលើកទឹកចិត្តសម្រាប់បងបេក្ខនារីដែលមិនទាន់បានទទួលចេញពីសូមកុំអាក់អន់សង្គមចិត្តយើងនៅតែឈ្នះខ្លួនឯងទៅហើយក្នុងចំណោមមនុស្សដែលបានដាក់ពាក្យនេះគឺជាអ្វីដែលយើងអាចយកឈ្នះភាពភ័យខ្លាច